អញ្ចឹងអាហ្នឹងគឺយើងមកធ្វើការនិយាយអំពី Kamen Rider មួយនោះគឺជា Kamen Rider Hibiki ដែលជា Kamen Rider មួយដែលអាផបជាងគេបំផុតហើយព្រោះថា Kamen Rider នេះអត់សូវមានអ្នកគាំទ្រច្រើនទេហើយអ្នកខ្លះគឺអត់ស្គាល់ទៀតហើយអ្នកខ្លះគឺគេម្លងជាមួយ Kamen Rider នេះទៀតមូលហេតុគឺសាច់រឿងវាគឺ boring ខ្លាំងហើយមិនត្រឹមតែប៉ុណ្ណោះ Kamen Rider នេះគឺវាអត់ត្រូវធ្វើជា Kamen Rider ផងដោយសារឆ្នាំ2005ទៅ2006ដូចជាអត់មាន Kamen Rider ចេញទេដល់ចឹងហើយគេក៏សម្រេចថាប្រែ Hibiki ទៅជារឿង Kamen Rider វិញដំបូង Hibiki ត្រូវខ្លាយជារឿងគោលរបស់ខ្លួនឯងរឿងអត់មានតកតមួយ Kamen Rider ទេតែយ៉ាងហៅគេសម្រេចចិត្តដោហើយមិនត្រឹមតែប៉ុណ្ណោះរឿងហ្នឹងពាក់កណ្ដាលដំបូងល្អមើលដល់ពេលមកពាក់កណ្ដាលទៀតម៉ែទៅមកទៅហឹង100អត់ដឹងទៅណាទៅណីទេមូលហេតុមកពីគេដូរ director ដែលធ្វើឲ្យរឿងហ្នឹងគឺចាប់ដើមទៅឆ្វេងមើលលេងដឹងស្អីហើយបើសិនអ្នកចង់ដឹងពីសាច់រឿង Kamen Rider នេះគឺដូចជាសាច់រឿងរបស់ Zuko ជាមួយ Uncle Iroh អញ្ចឹងដោយពាក់កណ្ដាលដំបូងគេនិយាយអំពីការណែនាំតួអង្គជាមួយនឹងការវិវត្តនៃតួអង្គក្មេងម្នាក់ដែលត្រូវដើរជាមួយ Hibiki ហ្នឹងណាហើយត្រូវបន្តវិញ Kamen Rider Hibiki បន្ទាប់ពី Kamen Rider Hibiki ចាស់ដែលជាតួអង្គឯកហ្នឹងបើនិយាយចាំទៅរឿងហ្នឹងគឺក្មេងហ្នឹងគឺជាតួអង្គឯកពាក់កណ្ដាលដំបូងសាច់រឿងវល់ជុំវិញក្មេងហ្នឹងភាពណែនាំរុំមើលដំបូងគឺគេណែនាំបង្ហាញផ្លូវជីវិតបង្រៀនពីបញ្ហាជីវិតណែនាំបញ្យលយើងអ្នកមើលហ្នឹងឲ្យយើងមានទឹកចិត្តស្ទុះទៅមុខប្រឈមមុខជាមួយបញ្ហារកវិធីដោះស្រាយរួមធ្វើឲ្យយើងអ្នកមើលបរិញ្ញាយើងអ្នកមើលឲ្យមានកម្លាំងចិត្តឡើងវិញដល់មកពាក់កណ្ដាលទៀតរឿង Kamen Rider សតហ្មងនិយាយមែនហើយកន្លែងកតុយភាពបញ្ចប់សូមបីតែតួអង្គសម្ដែងក្នុងរឿងហ្នឹងក៏គេមកល្អណាគេថាអាកតុយភាពបញ្ចប់ original វាល្អមើលវាល្អវាមានដើមក្បាលមានបញ្ចប់ត្រឹមត្រូវទៅអង្គុយកាត់របស់គេអាចស៊ីនអាដើមរបស់គេបោះចោលបាត់ទៅសេស្អីរឿងឡើងវិញអាកន្លែងបញ្ចប់ហ្នឹងដឹងមានកាត់ឡើងយីមែនHibiki ទទួលបាន final form ឲ្យគាត់ទៅវាយជាមួយពួកអាបិសាចហ្នឹងចង់ក្រោយខ្ញុំចប់កាត់ចោលបាត់អត់បង្ហាញកន្លែងវាយគ្នាហ្នឹងដល់កាត់ណោះចោលកន្លែងថ្មីឲ្យចប់រឿងបាត់ជុំស្អីគេហើយរឿងហ្នឹងផងដែរគឺមានជាមួយចម្រៀងបើកក្បាលសាច់រឿងដល់12ដែលចម្រៀងទី1គឺ Playing Shot ខ្ញុំគិតថាខ្ញុំចូលចិត្តចម្រៀងបើកក្បាលទី1ហ្នឹងហើយចម្រៀងទី2គឺមានមនុស្សច្រៀងវិញម្ដងក៏ប៉ុន្តែខ្ញុំសិតចូលចិត្តចម្រៀងទី2ហ្នឹងទេហើយ Kamen Rider ផងដែរគឺជា Kamen Rider មួយដែលមានជាមួយតួអង្គច្រើនខ្លាំងមែនទែនហើយក៏មាន Rider ច្រើនផងដែរតែ Rider មួយអត់សូវបង្ហាញមុខទេហើយបង្ហាញមុខមកសម្រាប់ឲ្យធ្វើបើកខ្សាច់ឲ្យពួកបិសាចហ្នឹងដើម្បីឲ្យ Hibiki ទៅវាយឈ្នះឲ្យចប់រឿងហើយក៏មានជាមួយប្រភេទម្យ៉ាងដែលជាប្រភេទសត្វកាក់ហ្នឹងដែលជាគ្រឿងជំនួយក្នុងរឿងមួយហ្នឹងកាលពីក្មេងធ្លាប់ទិញយកមកលេងអត់មានដឹងថាអាហ្នឹងជារបស់ Kamen Rider ទេយីមែនហើយ Kamen Rider ផងដែរគឺជា Kamen Rider មួយដែលមាន form តែ3ទេគឺអា form ធម្មតានេះអា form Kurenai ហើយជាមួយអា final form គឺ arm form ហើយ Kamen Rider នេះផងដែរគាត់គឺមិនមែនជាមនុស្សទេមនុស្សទើបជារបស់តែគាត់ប្រែកាយចំណែកឯអា Kamen Rider form ដែលជា Hibiki form ហ្នឹងបានតម្រង់រូបរាងពិតរបស់គាត់ហើយគេដែរហៅពួកថា Kamen Rider ទេគេហៅពួកហ្នឹងថា Oni ប្រែថាបិសាចហើយបើចង់មើលរឿងល្អមើលទៅអង្គុយមើល movie ទៅកុំទៅមើលរឿងភេទ VA បើសិនបើយើងកាប់ងុយដេកហើយខ្ជិលហើយណាមួយរឿងហ្នឹងគឺសបោវៈដែលអត់សំខាន់ច្រើនដែលគេបង្កើតឡើងដើម្បីឲ្យវាមើលទៅឃើញច្រើនទេតែអត់មានតកតងស្អីរឿងទេហើយ Kamen Rider នេះផងដែរគឺជា Kamen Rider ម្នាក់ដែលអត់ប្រើប្រាស់ជាមួយខ្សែក្រវ៉ាត់ដើម្បីប្រើកាយទេគឺប្រើប្រាស់ជាមួយឧបករណ៍ផ្សេងដើម្បីប្រើកាយអញ្ចឹងរបស់ខ្ញុំត្រូវប្រាប់មានប៉ុណ្្នឹងទេហើយគ្នាយើងគិតមិនដែរចំពោះ Kamen Rider នេះចាំ comment ប្រាប់ផង